អាងមេទឹកទំនប់តសាលត្រូវបានបុគ្គលមានលុយនិងមានអំណាចចាក់ដីរំលោភយកមកកាន់កាប់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនតាមប្រភពពីប្រជាពលរដ្ឋនៅក្បែរនោះបានរីកាមកអង្គភាពសារព័ត៌មានយើងថាមានបុគ្គលមានលុយមានអំណាចដែលគេស្គាល់ឈ្មោះលោកមាសឌីមានអាសយដ្ឋានផ្ទះលេខ268ផ្លូវលេខ656ភូមិតងើក្រោមសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានចាក់ដីរំលោភយកផ្ទៃអាងទឹកទំនប់តាសាលយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដែលស្ថិតនៅក្នុងភូមិអូអញ្ចាញឃុំតាសាលស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺការចាក់ដីរំលោភបំពានកាន់កាប់ចូលក្នុងទំនប់តាសាលយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះអង្គភាពសារព័ត៌មានយើងនិងអង្គភាពសារព័ត៌មានខ្មែរអេសានបានចុះផ្តិតយករូបភាពផ្ទាល់កាលពីថ្ងៃទី13ខែមិថុនាឆ្នាំ2025ឃើញថាពិតជាមានបុគ្គលមានលុយមានអំណាចបានចាក់ដីរំលោភចូលផ្ទៃអាងទំនប់តាសាលចូលចម្ងាយប្រហែលជាង100ម៉ែត្រធ្វើឲ្យមហាជនផ្ទុះការីគុណជាខ្លាំងទៅលើអាជ្ញាធរដែលបានបណ្ដេតបណ្ដោយឲ្យបុគ្គលខាងលើចាក់អាចដីចូលទៅក្នុងផ្ទៃអាងទឹកទំនប់តាសាលបានយ៉ាងរលូនបែបនេះទៅកើតតើលោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺលោកបានជ្រាបព័ត៌មាននេះដែរឬយ៉ាងណាហើយក៏ឡងទៅឯកឧត្តមថោជាថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមកាលពីថ្ងៃទី29ខែកញ្ញាឆ្នាំ2024បានអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់និងបានចេញសេចក្តីជូនដំណឹងឲ្យបុគ្គលឈ្មោះមាសឌីកាយអាចដីចេញពីផ្ទៃអាងទឹកទំនប់តាសាលនិងឲ្យរៀបចំឲ្យដូចស្ថានភាពដើមវិញទាំងអស់ហើយបុគ្គលនោះក៏បានធ្វើកិច្ចសន្យាកាលពីថ្ងៃទី10ខែតុលាឆ្នាំ2024យល់ព្រមកាប់អាចដីចេញពីផ្ទៃអាងទឹកទំនប់តាសាលចាប់ផ្ដើមអនុវត្តការងារកាយដីនិងរុះរើរាល់ការចាក់រំលោភចូលទៅផ្ទៃអាងទឹកចាប់ពីថ្ងៃចុះកិច្ចសន្យានេះទៅរហូតដល់ថ្ងៃទី31ខែតុលាឆ្នាំ2024ឲ្យបានបញ្ចប់ជាស្ថាពរតែផ្ទុយទៅវិញរហូតមកដល់ថ្ងៃទី13ខែមិថុនាឆ្នាំ2025នេះបុគ្គលរូបនោះមិនគោរពទៅតាមកិច្ចសន្យារបស់ខ្លួននោះឡើយជាក់ស្ដែងពុំទាន់ឃើញកាយអាចដីចេញពីផ្ទៃអាងទំនប់តាសាលនៅឡើយទេអ្នកសារព័ត៌មានយើងមិនអាចសុំការពន្យល់ពីលោកមាសឌីបាននោះទេព្រោះគ្មានលេខទូរស័ព្ទទំនាក់ទំនងទោះជាយ៉ាងណាក៏ដោយអ្នកសារព័ត៌មានយើងបានសុំធ្វើការពន្យល់ពីលោកញ៉ាញ់ជីបហុងប្រធានមន្ត្រីធនធានទឹកនិងអូតូនិយមខេត្តកំពង់ស្ពឺនាថ្ងៃទី16ខែមិថុនាឆ្នាំ2025តាមរយៈប្រព័ន្ធ Telegram លោកបានចូលមើលហើយតែលោកមិនបានឆ្លើយតបនោះទេចំពោះលោកអិលសារ៉ាមេឃុំតាសាលនាថ្ងៃទី16ខែមិថុនាឆ្នាំ2025អ្នកសារព័ត៌មានយើងបានសុំបទសម្ភាសន៍តាមប្រព័ន្ធ Telegram តែលោកមិនបានចូលមើលនោះទេហើយនៅថ្ងៃបន្ទាប់ថ្ងៃទី17ខែមិថុនាឆ្នាំ2025អ្នកសារព័ត៌មានយើងព្យាយាមទំនាក់ទំនងទៅជំនួយការរបស់លោកហើយជំនួយការរបស់លោកក៏បានឆ្លើយតបប្រាប់អ្នកសារព័ត៌មានយើងវិញដែរថាចាំខ្ញុំប្រាប់គាត់ឲ្យរហូតដល់វេលាម៉ោងផ្សាយនេះមិនទាន់ឃើញមានការឆ្លើយតបនៅឡើយទេចំណែកលោកងួនវិស្នាអភិបាលស្រុកឱរ៉ាល់អ្នកសារព័ត៌មានយើងបានសុំបទសម្ភាសន៍នៅថ្ងៃទី17ខែមិថុនាឆ្នាំ2025បានខលចូលទៅលោកបានមានប្រសាសន៍ថាជាប់រវល់ប្រជុំប្រជាពលរដ្ឋជាច្រើនភូមិឃុំបានធ្វើការសំណូមពរទៅដល់អាជ្ញាធរនិងក្រសួងសម្បីដែលពាក់ព័ន្ធមេត្តាជួយពន្លឿននៃការកាយអាចដីចេញពីបឹងមេទឹករបស់រដ្ឋនេះផងហើយពលរដ្ឋក៏ដូចជាមជ្ឈដ្ឋាននានារងចាំមើលចំណាត់ការរបស់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធតើលោកមានចំណាត់ការទៅតាមផ្លូវច្បាប់ឲ្យមានប្រសិទ្ធភាពឬមួយយ៉ាងណាដើម្បីឲ្យពលរដ្ឋមានការជឿជាក់ទៅលើអាជ្ញាធរមូលដ្ឋានជាពិសេសប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តមថោជាថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមក៏ដូចជាឯកឧត្តមជាមច័ន្ទសុភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺមេត្តាដាក់មន្ត្រីជំនាញចុះស្រាវជ្រាវនិងស៊ើបអង្កេតចំពោះករណីខាងលើនេះផងដើម្បីកុំឲ្យជនខិលខូចមានលុយមានអំណាចដើរបំផ្លិចបំផ្លាញធនធានធម្មជាតិជាទ្រព្យសម្បត្តិរបស់រដ្ឋដោយករណីខាងលើនេះអង្គភាពយើងបន្តតាមដានចុះផ្សាយបន្ថែមទៀតនិងរងចាំការបកស្រាយពន្យល់ពីសមីភាគីពាក់ព័ន្ធឬស្ថាប័នអង្គភាពណាមួយរៀងរាល់ម៉ោងធ្វើការតាមរបបវិជ្ជាជីវៈសារព័ត៌មាន